ព្រោះអីមានម្នាក់មកក្របឥឡូវនេះឱកាសរបស់វិសាខាកាត់មកផាក់ជុងប៊ីនចូលពីទល់នឹងមួយផាក់ជុងប៊ីននាទីទី90+1វិសាខាវិបកនាំមុខមកវិញបានសម្រេចតាមរយៈការសុទ្ធបញ្ចូលទីដ៏ល្អរបស់ខ្សែប្រយុទ្ធផាក់ជុងប៊ីនអ្នកគ្រប់គ្រងរបស់វិសាខាចាប់ផ្ដើមហូរកញ្ជ្រៀវពេញកីឡាដ្ឋានវិសាខាដែលជាការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើប្រេណូកេតាណូនិងការប្រើប្រាស់បច្ចេកទេសផ្ទាល់ខ្លួនរបស់ផាក់ជុងប៊ីនគប់មួយទាត់ឆ្វេងដាច់ចង្កេះរបស់អ្នកចាំទីកយសាលីមតែម្ដងអូហូ